មុនអ៊ីស៊ីជូគឺការអនុវត្តតាមសាលានោះគឺមិនសូវបានដិតដល់ជួនកាលមួយខែជួនកាលមួយខែកន្លះហើយបានចូលមកមើលមកដាក់ភាសាអញ្ចឹងទៅបានចូល EC ហ្នឹងបានមកចូលមកបានមើលរាល់ថ្ងៃរាល់ខែនិយាយចំទៅប្រចាំដាក់វិញគ្នាប្រចាំសប្តាហ៍មកគណៈកម្មការកាលពីដើមឡើយនៅសាលានេះវាកាលពីយើងមិនទាន់ជាប់ជាគម្រោងឃើញថាយើងអនុវត្តមកតិចមកបានដាំដើមឈើបានអីមកទៅចូលគម្រោងចូលមកសន្ទុះក្នុងរយៈពេល2ឆ្នាំជាងហ្នឹងឃើញថាសន្ទុះលឿនខ្លាំងមែនតើហ្មងគឺយកចិត្តទុកដាក់ជាមួយនឹងគម្រោងនឹងបានយ៉ាងជាប់លាប់ជាប្រចាំដែរមិនបោះបង់ចោលទេកាលពីដើមឡើយនោះកន្លែងស្មៅបើនិយាយពីស្មៅវិញសឹកកត្រើយកបីគោឯនៅពេញហ្នឹងមកហើយកូនសិស្សមកមួយចូលមកស្មៅកត្រើយនឹងជាប់អស់ខោវាពិបាកដែរកាលនោះយើងវាអត់មានគណៈកម្មការអីគ្រប់គ្រងអីត្រឹមត្រូវពីមុនរកតែតុកអង្គុយឲ្យសិស្សអង្គុយរៀនមិនបានទៅខាងគម្រោងចូលមកឃើញថាវារីកចម្រើនច្រើនតុកអាចសល់អាចអីអង្គុយយើងអាចជួសជុលឲ្យបានបាទមុននឹងកើតគណៈកម្មការសាលារៀនការងារក្នុងសាលាវាប្រឈមច្រើនដែលធ្វើបានតិចតួចហើយវាអត់មានអ្នកថែទាំសាលាយើងវាពិបាកត្រង់មិនគឺថាលំងក៏អត់មានសួនច្បារក៏តិចទីកាលពីមុនមេដាបេដាសិស្សមិនសូវចូលរួមដោយសារតែសាលាយើងវាអត់ទាន់មានសាលាបានល្អឬក៏សួនច្បារបានល្អសហគមន៍នឹងថែទាំបានល្អម្ល៉េះហើយឪពុកម្ដាយនឹងមិនសូវយកចិត្តទុកដាក់ចូលមកក្នុងសាលាទេការកង្វះខ្វះជាតិថវិកានឹងបានប្រមូលគ្នាជាសហគមន៍របស់ខ្ញុំនឹងចូលរួមទៅដើរទៅតាមផ្ទះប្រាប់ហេតុផលដែលថាសាលាយើងវាត្រូវខ្វះឧទាហរណ៍ថាចាក់ដីនៅទីខាងកើតរបងនេះបាទហើយខាងសំរៃអង្គាសពីសប្បុរសជនតាមភូមិមួយឡានឬ2ឡានតាមទទាដែលគាត់មានទទាអញ្ចឹងបាទវាអត់ទៀងទេលោកគ្រូបាទចុះទៅដោយសារប្រជាពលរដ្ឋយើងអត់ទៅរកស៊ីឆ្ងាយអីចឹងនៅច្រើនទៅគឺបានច្រើនចឹងដែរ1លានជាង1លានអីចឹងដែរបើថាទៅគេមិនសូវនៅផ្ទះនឹងក៏បានដែរ70 80ម៉ឺនចឹងដែរតិចតួចថយវាអត់ទៀងក្រៅពីការចាក់ដីហ្នឹងត្រូវតែគៀងកធ្វើដូចជាប្រដាប់ប្រដាដែលនេះជួសជុលបាទធ្វើកន្លែងតូងក្មេងលេងធ្វើជាកន្លែងដាក់កង់ធ្វើកន្លែងពុកម្ដាយរងចាំសិតតែប្រម៉ែប្រមូលពីជាប្រវត្តិមកធ្វើដែលបន្ថែមនឹងបតិភិជួនកាលទៅររៃប្រកាសពីប្រជាពលរដ្ឋជាប្រវត្តិបាននឹងសហគមន៍នឹងក៏ចេញរៃគ្នាចេញលុយទិញអ្នកទិញរបស់របរនឹងយកមកប្រើប្រាស់ចឹងដែរបាទសម្ភារៈហ្នឹងដូចជាចបដូចជារនាស់ដូចជាប៉ែលអីហ្នឹងដែលត្រូវខ្វះខាតសម្ភារៈដែលត្រូវធ្វើសម្អាតក្នុងសាលាហ្នឹងគ្រូមុនអ៊ីស៊ីជូគឺការអនុវត្តតាមសាលានោះគឺមិនសូវបានដិតដល់ជួនកាលមួយខែជួនកាលមួយខែកន្លះហើយបានចូលមកមើលមកដាក់ភាសាអញ្ចឹងទៅបានចូល EC ហ្នឹងបានមកចូលមកបានមើលរាល់ថ្ងៃរាល់ខែនិយាយចំទៅប្រចាំដាក់វិញគ្នាប្រចាំសប្តាហ៍មកគណៈកម្មការបាទមួយខែម្ដងមួយខែម្នាក់អញ្ចឹងនៅប្រចាំការជួនកាលមួយខែ2នាក់ក៏មានដែរមកជួយធ្វើគ្នាទៅគឺសម្អាតសាលាផងជួយកាត់របស់របរនៅក្នុងសាលាតម្រឹមជួយកាត់ស្មៅកាត់អីក្នុងសាលាទៅកាលពីមិនទាន់មានគណៈកម្មការសាលាវិញនិយាយចឹងដូចឯកោឬនៅឯកោព្រោះថាសាលាមិនដែលមានអ្នកណាគេគិតគូរគឺខ្វល់ខ្វាយទេគឺសាលាមានតែសាលាហើយនឹងគ្រូមាននាយកសិស្សអញ្ចឹងតាក់ទងនឹងកិច្ចការងារមួយចំនួនគឺបែងចែកដាច់នេះកាលពីខ្ញុំចូលដំបូងសាលាគឺមានទូលមួយកន្លែងជុំវិញគឺសិតតែព្រៃសិតតែធ្លុកសិតតែអី
ហើយគណៈកម្មការអ្នកភូមិគឺគាត់យល់ថាការងារនេះជាការងាររបស់គ្រូបាទគោលបំណងធំនៅក្នុងការកើតគណៈកម្មការទី1គឺដើម្បីឲ្យគណៈកម្មការគាត់ដឹងពីកិច្ចការរបស់សាលាឲ្យគាត់យល់ថាកិច្ចការសាលាគឺជាកិច្ចការរបស់គាត់vàបែងចែកតួនាទីឲ្យគាត់ទទួលខុសត្រូវឲ្យគាត់រួមចំណែកក្នុងការអភិវឌ្ឍមួយទៀតដើម្បីបង្ហាញពីចលនាភាពសង្គមតម្លាភាពចលនាភាពឲ្យគាត់បានដឹងថាតើគាត់ត្រូវធ្វើអីការងារសាលាមានប្រមាណគឺគាត់បានយល់កាន់តែច្បាស់ហើយឲ្យកិច្ចការនេះកាន់តែល្អប្រសើរទៅមុខទៀតអញ្ចឹងបន្ទាប់ពីគណៈកម្មការចូលរួមមកគឺគាត់ដឹងថាតើការងាររបស់លោកគ្រូអ្នកគ្រូគឺសកម្មភាពបង្រៀនដើម្បីធ្វើឲ្យកូនគាត់ចេះការងារអភិវឌ្ឍការងារធ្វើម៉េចឲ្យសារីចម្រើនគឺកិច្ចការរបស់សហគមន៍របស់គណៈកម្មការអញ្ចឹងហើយដល់បន្ទាប់ពីយើងមានគណៈកម្មការមកគឺសាលាមានការរីកចម្រើនច្រើនព្រោះគាត់មកមានតួនាទីភារកិច្ចគ្រប់គ្រងសាលារៀនទាំងការគៀងគរទាំងការទំនាក់ទំនងជាមួយមេដាបេដាសិស្សទាក់ទងនឹងសិស្សបានចូលរៀនអីបានច្រើនវត្តមានអីអ្នកដែលវត្តមានមិនជាប់លាប់គណៈកម្មការគាត់ជាអ្នកចុះទៅទំនាក់ទំនងផ្ទាល់ជាមួយមេដាបេដាសាលារៀនត្រូវបង្កើតគណៈកម្មការសាលារៀនទី1ជួយឲ្យមានការចូលរួមពីសហគមន៍ជាម្ចាស់សាលារៀននិងជួយឲ្យសាលាមានការអភិវឌ្ឍជានិរន្តរភាពរួមគ្នាគ្រប់គ្រងសាលារៀននិងដោះស្រាយបញ្ហានៅក្នុងសាលារៀនគម្រោង EC ណែនាំឲ្យសហគមន៍ជួយថែទាំសាលានិងជួយឲ្យកុមារមានការអនុវត្តនិងការអប់រំមានគុណភាពល្អគណៈកម្មការគ្រប់គ្រងសាលាវាចាំបាច់ចំពោះសហគមន៍ធ្វើឲ្យសាលារៀនរីកចម្រើនហើយឲ្យកូនខ្ញុំនឹងមកចង់មកសាលារៀនចង់មកលេងចង់មករៀនដើម្បីក្រេបយកចំណេះដឹងទៅអភិវឌ្ឍសង្គមនិយាយគ្រូពីមុនចាស់ពីមុនគាត់ពេលខ្លះគាត់មកពេលខ្លះគាត់អត់ដល់ពេលគ្រូឥឡូវនិងគណៈកម្មការឥឡូវគាត់ស្រុះស្រួលគ្នាល្អគាត់មកបរៀនទៀងម៉ោងហើយកូនខ្ញុំមករៀនវាសប្បាយវាថាសាលារីកចម្រើនហើយសាលាស្អាតការងារប្រចាំថ្ងៃព្រលឹមឡើងរៀបកូនសិស្សលោកគ្រូបាទរៀបកូនសិស្សមកចូលជួមកជុំចូលក្នុងអស់នឹងមកម៉ោង 6:59 មកចូលកន្លែងរូបទង់ជាតិម៉ោង 7:03 នាទីចូលសាលារៀនខ្លួននឹងត្រួតពិនិត្យមើលកម្មវិធីរាល់ថ្ងៃហើយនឹងដើរមើលសម្ភារៈក្នុងសាលាយរួមទៅដូចសម្លចាប់ឆាយរាល់ថ្ងៃក្នុងនឹងច្បោកច្បល់វិញដល់ចាប់ឆាយចឹងមើលនេះផងនោះផងវាប្រកាសជាស្អីមួយទៅតែក្នុងចំណោមក្នុងទាំងអស់ការងារសំខាន់ក្នុងប្រព័ន្ធរៀបគ្រូឃើញហើយតារាងបាល់ហើយនឹងនេះអាការឡាននេះគ្រប់មុខថ្នាក់ទាំងអស់រៀបហើយអស់ហើយប៉ុន្តែចាក់ខ្លួនឯងទៀតលុយខ្លួនឯងទៀតបាទខ្ញុំបានឧបត្ថម្ភនឹងក្រូមួយទៀតចូលកន្លែងហ្នឹងខ្ញុំប្រាប់ឲ្យគ្រូមកបាក់និយាយតែណាកម្លាំងអត់និយាយទេកម្លាំងវាទូទៅហើយណាក្នុងតួនាទីគណៈកម្មការទាំងអស់ពីណាមកដូចគ្នាលោកគ្រូដូចគ្នាគ្រូនិងគណៈកម្មការរាល់ថ្ងៃប្រហែលចិត្តស្និទ្ធគ្នាណាព្រោះភាគច្រើនអត់មានអាទិត្យទេឆែកដឹងឆែកទី1ខ្លាចមានចំណៃមិនល្អនៃកញ្ចប់ថៃតាគ្រឿងនោះគ្រូរបស់ខ្មែរហូបចោះអត់អីទេហើយសម្រាមអត់អាចមានទេអត់គ្រូមិនអាចអត់មើលឃើញយ៉ាងក៏អត់មានមែនរយៈពេលជា7-2 ឆ្នាំហ្នឹងអត់មានទេមានតិចណាស់ក្នុងមួយសាលាប្រហែលជា2 ឬ 1បាទទូប៉ុណ្ណឹងកញ្ចប់ប៉ុណ្្នឹងទេហើយជាស្អាតយ៉ាងគ្រូទេពួកនេះមកធ្វើនឹងកម្លាំងចិត្តពីខាងអង្គការមកហើយមកចឹងអត់មានប្រាក់ខែទេប៉ុន្តែមកជួយរហូតសិតតែអ្នកស្ម័គ្រចិត្តវិញ្ញារួមអ្នកកម្លាំងចិត្តកម្លាំងកាយអត់មានគិតអីទេមានទឹកសុទ្ធទេហើយមកនិយាយពីរឿងគណៈកម្មការនៅខេត្តកំពង់សាលាបឋមសិក្សាយ៉ាងហ្នឹងមើលទៅសិស្សខ្ញុំជួយថាសហការជាមួយលោកគ្រូអ្នកគ្រូនិងនាយកសាលាបានគីកប្រម៉ែប្រមូលឲ្យសិស្សនឹងបានចូលមកចុះឈ្មោះបានរៀនច្រើនបាទហើយចំណែកសហគមន៍ក៏គាត់ចូលជួយដែរបាទជួយនឹងទប់ស្កាត់ណែនាំឲ្យកូនចៅបានមករៀនបានច្រើនហើយម្យ៉ាងទៀតខ្ញុំសពថ្ងៃនេះបាទនៅធ្វើសាងសង់នៅក្នុងសាលានេះដូចជាសួនគ្រប់ទីកន្លែងទាំងអស់ហ្នឹងក៏មានអភិវឌ្ឍហាយជាហូរហាយជារៀងរហូតទៅដែរបាទតួនាទីគណៈកម្មការសាលារៀនគឺគ្រប់គ្រងនៅទ្រព្យសម្បត្តិសាលានិងគ្រប់គ្រងថវិកាខ្លះដើម្បីចូលរួមអភិវឌ្ឍសាលានិងការមើលថែទាំសាលារៀនជួសជុលទ្រព្យសម្បត្តិដែលខូចខាតនៅក្នុងសាលារៀនរបស់យើងនេះអញ្ចឹងគណៈកម្មការសាលារៀនរបស់ខ្ញុំតួនាទីបើសិនជាយើងនិយាយថាតិចប៉ុន្តែការងារគាត់ធ្វើច្រើនគាត់ពីដើមឆ្នាំសិក្សាគឺគាត់ចូលរួមធ្វើផែនការអភិវឌ្ឍសាលារៀន
màตัวปีเพื่อแผนการให้กอดโจรูมเพื่อจุ่มเรือนสตรองแท้แต่จุ่มเรือนหมดเจียวรอดจบดามเพื่อยุติเนียการประมงมาโจเรียนให้จนเต็มเนียนได้คือสลายน้องคณะกรรมการน้องกอดโจรูมยางสักกรรมไปเลยกระจายเงยสลาโดยเจียการเงยถ่ายตัวโดยเพื่อการเงียบตัวอย่างการเงียจุดจุดถ่ายตัวเงียรู้โดยเจียการรีบกาลารีบจองซูนหรือก็รีบจองรูงเซ็งคือเจียการเงียสกรรมเพียบบอกคณะกรรมการตัวตรงนี้คือการจะบอกคณะกรรมการโดยเจียยมเตรการผลิตซอมบริไอยมอาชนาสมกวดมาช่วยผลิตซอมบริไอจมูกยมซอมบริไออบเตบังเรียนหนึ่งเรียนครูจ้าจมพูคณะกรรมการกวดบานช่วยในขนมการเงียบบอลอะไรคือกวดบานปรับเตอศึกษาหนุษย์ไปปรักไอจังลูกครูกวดถ้าไปใจจะพายหายคนเตยแต่ซองในครูตอนการกำหนดบอลในครูให้ไปเปลือมล้างยมหมอตอนไอจังกวดปบองหมกขณะหมกบอลอะไรยมจะจมพูคณะกรรมการคือตั้งไงหมกเตยบัสันเชียดักกลุ่มโรงอังกา ACC เตยเอาเงินสุดเพลโจเลยลูกครูจะดังจังยมไอตามวิทยากรได้จังเตยกิงโกโรถาวิกาดำใบติงสุเพลโจดะไทม์ในขนมบอลอะไรบอลสุเพลนึงแต่ได้สักอัดโจลอ่านเตจะดำใบโจตรงบอลอะไรเอาตำนาการโตตัวหมกตีจังไปปรึกล้างบ่ไปยำโจมมาธนะซะกอดเอาวัดตะเมียนยำแต่เตะตะกอดขนมนึงซะคลากอดอดเมียนปลาตัวสับเตจังยำอาเตะตองตะกณะกรรมการเอากอดเตะตองตือโกนซะได้รู้ในเตะนึงดำใบออยคณะกรรมการกดช่วยให้มวยเตี้ยสำหรับธนะยำได้จงก้าเป็นปะอ้วนหรือทวียมคอยกระลือคอยไอจังคณะกรรมการกดช่วยทัวให้นึงเสียถนัดนึงบัสันจิเมียนระบอโดยจิตักขนำตักไอจังเต้คณะกรรมการกดมาช่วยสำอางไงคลาเต้สมใบแต่ไงสำระโดยจีไงตัดไอก็กดมาช่วยทัวได้โดยจีการเรียบส่วนการทัวระบองสลาการช่วยสำอางตีทะเลสลาตัวนาทีสมบัติในคณะกรรมการกลุ่มสลาเรียนเมียนโดยจีโจรวมก่อสร้างแผนการอภิวัตสลาเรียนโจรวมอนุวัตตามแผนการได้กลุ่มบานก่อสร้างลายไทยมวยเจี๊ยคือผงเริงสมรรถเพียบนังตุบสกัดการบำพลังบำพลายไทยมวยเจี๊ยโจรวมประชุมรัวคายได้ปีละตพอการศึกษาระบบเซนังสกัดเพียบเชิงในขนมสลาเรียนคณะกรรมการบานช่วยดอกย้อมตีมวยเปียปอนหนึ่งปฏิทานขังกระไรกดจูกัดกาเบอร์กระไรเลี้ยงได้ไอ้นั่นครับใบบักกดมาช่วยบัดช่วยเอาเยอะจำนายในขนมธนะกดช่วยตบไตช่วยดำช่วยเรียบเบอร์ของหาเขาไอ้ก็มาช่วยเอาจงสบายจัดหน้าผู้สละบ้านบังการคณะกรรมการได้ช่วยเอาเยิงจุ่มโดนเจ้ทายตัวสลาเจ้รอยดำน้ำเจ้สลันเคลียนังเจ้สลันสลาพอได้แต่ไว้ได้ตัวบ้านประตูปิโจกับโรงโจมอมันทาแต่โดนแต่นังการมอให้ทารายนาปอนสมบัยแต่จัดบอกคณะกรรมการคือโจรวมครั้งหรือเป็นผู้ปิโจของการอภิวัตให้ถึงเต็มเคลียนก็คือคณะกรรมการพอดบานโจรวมจราอยู่มวยยืนไหนพวกกระจ้าคือกดเฟอร์คนไหนจังเป็นทางเฟอร์ตัวจังบานkhông mà dạ từ mà năm chiên ấy miền tăng tảng báo và chia mặt họบอกคณะกรรมการให้ระวองอะไรมาไตจะได้màu giờ tới pi năm đi mình cầu pram rồi là này mà chẳng như tham play clang không mà cùng rong châu nhớ bởi vì năm pin pi năm và chẳng miền cà ra phụ clang mình tiềnจะต้องdạ bọtบอกคณะกรรมการกินมลม้าปกติแต่กดกระถาตัวแต่เมียนสลาตัวหายไอ้ตัวจุ่มอย่างนั้นมากอดเมาแต่บานกอดเมาตัวแฟนกาเทไอ้อย่างไรrồiเป็นน้องก็งานแต่ปัจจัยปัจจุบันคนเจอเมาจะประจำขนมแบบไงนี่เมียนขณะกรรมการเขานักก็ใบเนี่ยจะต้องดำเนินการโจรวมบอกว่าคือนมเห็นเยอะทางคลางอย่างมุนช่างnàyในตัวบนตุกคณะกรรมการบางปะเวคณะการดบโบยังบานจกโจรูมจำเรือนดาวตามเตี้ยยังรีบจอมกูผ่านตีดำใบบรรเจาะนองเตี้ยตามจกชมูโจรีนดำดองดังเวียดำไลกาจกชมูเซอร์บานนองชนามทำไมบานจำนวนเซอร์ได้กรุบกรองฉบับล้อบานโจรีนมาเพียงตอด
នៅខ្វះសិស្សគណៈកម្មការយើងខ្ញុំបានចូលរួមទៅជំរាបឪពុកម្ដាយដែលមិនទាន់បានយកកូនមករៀនទៀងពេលហ្នឹងឲ្យគាត់យកមកផ្ញើនឹងសាលាដែលមិនទាន់គ្រប់អាយុក៏យើងអាចទទួលបានដែរបន្ទាប់មកយើងបើកបវេសនកាលនិងផ្នែកទទួលគ្រប់គ្រងហិរញ្ញវត្ថុនិងដើររៃអង្គាសបច្ច័យដើម្បីកសាងសាលារៀនថវិកាបានមកពីស្របសប្បុរសជននានាយើងមានចំណូលនិងចំណាយមានអ្នកកាន់បញ្ជីត្រឹមត្រូវគ្រប់គ្រងពីសហគមន៍ដែលមានបុគ្គលិកមានភាពស្មោះត្រង់និងការចូលរួមពីសប្បុរសជនក្នុងសហគមន៍ក៏បានចូលរួមជឿលើទឹកចិត្តនៅក្នុងជាមួយនឹងគណៈកម្មការរបស់យើងខ្ញុំព្រោះយើងបានថវិកាមកយើងចំណាយទៅលើអ្វីដែលជាក់ស្ដែងក៏គេសប្បាយចិត្តជាមួយយើងដែរបានចូលរួមប្រជុំជារៀងរាល់ខែនឹងបានចូលរួមធ្វើអំណាចល្បីលោកគ្រូត្រូវការយើងក៏បានមកត្រូវចូលរួមតែរាល់លើកដែរគ្រប់ត្រីមាសសូមលើកសរសើរដែរដល់គ្រូអ្នកគ្រូហើយដែលបានយកចិត្តទុកដាក់នឹងមើលរៀនហើយនឹងបានដើរតាក់ទងនៅខាងសប្បុរសជននានាទាំងលោកគ្រូទាំងគណៈកម្មការក៏បានឃើញថាថវិកាចូលរួមមកកសាងបានជាច្រើននៅសាលារបស់យើងខ្ញុំដែរសហគមន៍គាត់មានមោទនភាពគាត់មានទំនុកចិត្តក្នុងការបញ្ជូនកូនគាត់មករៀននៅពេលដែលឃើញសាលាយើងស្អាតមានសោភ័ណភាពនៅពេលដែលយើងចុះរៃអង្គាសលុយតាមសហគមន៍តាមភូមិគឺគាត់សប្បាយចិត្តនឹងជួយយើងដូចថាយើងយកមកអភិវឌ្ឍសាលារៀនអីចឹងអារម្មណ៍ថាសប្បាយរីករាយមកឃើញសាលាល្អបានរៀបចំស្អាតបន្ទប់ស្អាតនឹងជួយតបតែងទាំងអស់គ្នាជាមួយលោកគ្រូអ្នកគ្រូសិស្សចូលមកបានអីគេចូលមកឃើញតបតែងល្អអញ្ចឹងវាមកវាចូលមកបាត់អីមើលអាកន្លែងតបតែងសិនបានវាចូលនឹងអង្គុយនឹងតុកវាអនាម័យស្អាតក្នុងសាលាមើលថាមានសម្រាមមានអីនៅគៀនកោះអីហ្នឹងជួយសម្អាតជាមួយលោកគ្រូអ្នកគ្រូសិស្សនិស្សិតទាំងអស់បានចូលរួមប្រជុំជាមួយនឹងលោកគ្រូអ្នកគ្រូគាត់បានណែនាំពីរបៀបការសម្អាតសាលាហើយនឹងឲ្យមើលកិច្ចការផ្ទះពេលកូនទៅចេញពីសាលាទៅអញ្ចឹងលោកគ្រូសាលាត្រូវការតាំងអាណាព្យាបាលសិស្សតាំងគណៈគ្រប់គ្រងសាលាដើម្បីចាប់ដៃគ្នាឆ្ពោះទៅមុខដើម្បីអភិវឌ្ឍសាលាឲ្យបានល្អជាងនឹងទៅទៀតចាលោកគ្រូអ្នកគ្រូនិងលោកគណៈកម្មការគឺគាត់ជួយគ្រប់គ្រងសាលានឹងបានល្អណាស់លោកគ្រូខ្ញុំរីករាយសប្បាយចិត្តណាស់ដែលលោកគ្រូនិងលោកគណៈកម្មការគាត់រួបរวมគ្នាដើម្បីថែទាំសាលាយើងឲ្យបានល្អរហូតចឹងលោកគ្រូតាំងពីអើយមកខ្ញុំមិនដែលបានជួបសាលាចឹងល្អចឹងទេព្រោះខ្ញុំរៀនមានសាលាបាក់បែកចឹងឥឡូវបានសាលាល្អចឹងកូនខ្ញុំរៀនទៅមានអនាគតល្អមានសុខភាពល្អរហូតចឹងលោកគ្រូចាខ្ញុំស្របចូលនាំកូនទៅចូលបណ្ណាល័យចឹងខ្ញុំក៏អាចចូលផ្ទាល់បានដែរដល់កូនគាត់ណែនាំឲ្យកូនទៅកូនអីចឹងរៀនមានជីវធម៌អានសភៅអានអីចឹងគ្រូគណៈកម្មការយើងទាំង11រូបមករៀបចំសម្ដាប់ធ្នាប់តាមសួនច្បារសួនអីហ្នឹងធ្វើឲ្យសិស្សដែលសិក្សានឹងមានអារម្មណ៍ល្អដោយឃើញទស្សនវិជ្ជាដ៏ល្អនៃសួនផ្កាសួនបន្លែព្រមទាំងមន្ត្រីសិក្សាដែលខាងអង្គការ ACC គាត់ផ្ដល់ឲ្យខ្ញុំតំណាងឲ្យមេដាបេដាខ្ញុំសូមឲ្យសាលានេះមានការអភិវឌ្ឍច្រើនទៀតទាំងពីការសិក្សាច្បាប់វិន័យហើយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់សាលានឹងទាំងសួនកីឡាទាំងបំណិនជីវិតឲ្យមានការរីករស់រាយរាក់ទាក់សាលារៀនវត្តអារាមផ្ទះយើងនៅរស់នៅមិនខុសគ្នាទេមិនអស់កន្លែងធ្វើទេឲ្យតែយើងមានចក្ខុវិស័យបើយើងធ្វើអស់ប៉ុណ្ណេះប៉ុន្តែយើងសម័យទៅមុខទៀត5ឆ្នាំទៀតយើងនឹងដល់ចំណុចណាអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំគិតនឹងធ្វើឲ្យតែយើងផ្ដើមចេញពីការគិតនិងទទួលបានលទ្ធផលគាត់ថាលទ្ធផលនោះយើងធ្វើយើងអនុវត្តឬអត់ថ្ងៃអនាគតនឹងខ្ញុំចង់ឲ្យសាលារបស់នាងខ្ញុំក្លាយជាសាលាគំរូមានបរិស្ថានកាន់តែស្រស់ស្អាតដើម្បីទាក់ទាញឪពុកម្ដាយរបស់កុមារឲ្យនាំកូនមកចូលរៀននៅសាលាបឋមសិក្សាស្ពានជ្រៃឲ្យកាន់តែច្រើនហើយមួយទៀតចង់ឲ្យបណ្ណាល័យរបស់សាលានាងខ្ញុំក្លាយជាបណ្ណាល័យសតវត្សទី21ហើយមួយទៀតគឺចង់បានពានរង្វាន់ដើម្បីយកមកអភិវឌ្ឍសាលារបស់នាងខ្ញុំឲ្យកាន់តែរីកចម្រើនឡើងសម្រាប់នៅក្នុងថ្នាក់រៀននាងខ្ញុំចង់បានបំពាក់ស្លាយគ្រប់ថ្នាក់រៀន
ហើយនឹងចង់ឲ្យមានវគ្គបំពន់សម្រាប់លោកគ្រូអ្នកគ្រូឲ្យកាន់តែរីកចម្រើនឡើងហើយមួយទៀតចង់បានសម្ភារៈសម្រាប់សិក្សារបស់សិស្សឲ្យទំនើបជាងមុនដើម្បីងាយស្រួលបញ្យល់ដល់សិស្សានុសិស្សឲ្យគាត់ឆាប់ចាប់បាននៅអ្វីដែលយើងចង់បាននៅថ្ងៃអនាគតនាងខ្ញុំចង់ឲ្យសាលារបស់ខ្ញុំនឹងអភិវឌ្ឍនឹងកម្មវិធីបណ្ដុះបណ្ដាលដូចជាភាសាបរទេសនិងកុំព្យូទ័រយើងខ្ញុំចង់ឲ្យកុមារទទួលបានការអប់រំល្អនិងសហគមន៍រីកចម្រើនអ្វីដែលខ្ញុំរំពឹងនៅថ្ងៃអនាគតគឺនិយាយថាចង់បានទាំងអស់សាលាស្អាតទាំងសាលាគំរូស្តង់ដារគំរូហើយក៏ជាសាលាមួយដែលផ្ដល់នៅទាំងចំណេះដឹងបំណិនអេយ៉ាបតដល់សិស្សសម្រាប់សហគមន៍ឲ្យមានការរីកចម្រើនហើយយើងមិនឲ្យគិតថាសាលានៅជនបទមួយនេះមានលទ្ធភាពអាចផ្ដល់ចំណេះជំនាញឲ្យកូនអ្នកស្រុកនៅកន្លែងនេះបានពេញលេញសូមលើកដៃអញ្ជើញជួយលោកគ្រូទាំងអស់ជួយខាងគ្រប់អង្គការទាំងអស់ជួយឲ្យសាលាខ្ញុំឲ្យបានលេខ1ទៅអត់បានល្អក៏បានដែរមិនបាច់ឲ្យលេខ1ទេព្រោះប្រជាជនទៅចង់អស់ស្បែកដែររៃនៅស្អាតគេនេះ2លានទៀតគ្រូដី400ឡានណាស់មែនទេនៅ2លានថ្មីចេះនេះថ្ងៃណាគេទានឹងកំណត់ខែបាទជាចុងក្រោយបំផុតខ្ញុំសូមស្នើដល់គម្រោង ACC បាទឲ្យជួយដែលជាដូចថាជាថវិកាក្តីជួយជាគម្រោងផ្សេងៗក្តីដល់នឹងសាលារៀនខ្ញុំបានកសាងនិងបន្តអភិវឌ្ឍតទៅមុខទៀតបាទសូមអប់រំវិញសូមឲ្យគាត់ជួយដូចថាផ្ដល់ជាអាវ៉ាត់មកដល់គ្រូថ្នាក់ក្រោមឬជាគ្រូនាយកនិងអ្នកគ្រូទាំងអស់នឹងបង្រៀនមហាត់សិស្សរាល់ថ្ងៃឲ្យបានទៀងពេលហើយឲ្យបានជោគជ័យសម្រាប់ជាស្ថាពរផងដែរផ្ដាំទៅអាណាព្យាបាលទាំងអស់ដែរពេលសាលាត្រូវការអីហៅមកប្រជុំឯងសូមអញ្ជើញគាត់មកចូលរួមឲ្យបានច្រើនទាំងអស់គ្នាដើម្បីអភិវឌ្ឍសាលាយើងទាំងអស់គ្នាព្រោះកន្លងមកណាព្យាបាលយើងហៅមកម្ដងបាន10នាក់អី4 5នាក់អីចឹងជឿថាចង់សនំពោឲ្យគាត់មកបានច្រើនជាងនឹងតិចដើម្បីស្ដាប់ពីផែនការរបស់អ្នកគ្រូនិងខាងគម្រោងដាក់មកអ្វីដែលខ្ញុំមាននៅពេលនេះអ្វីដែលត្រូវតបស្នងដល់គម្រោងគឺមានតែម្រាមដៃដំសូមថ្លែងអរគុណដល់លោកតាម្ចាស់ជំនួយគម្រោងអង្គការ ACC ក៏ដូចជាអង្គការ KEP សមាគមគ្រួសារយើងដែលបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អអភិវឌ្ឍសាលារៀនហើយដែលយើងអាចនិយាយបានថាប្រែមុខប្រែមាត់ថ្មីបាទហើយមួយទៀតក៏សូមបញ្ញាចិត្តខ្លួនឯងបាទក៏ដូចជាតំណាងអង្គភាពទាំងមូលគឺនឹងយកជ័យយកពៀនសម្រាប់សាលាហើយក៏ដើម្បីមុខមាត់គម្រោងហើយក៏បន្តនិរន្តរភាពទោះបីជាថ្ងៃក្រោយគម្រោងមានការបធូរដៃយ៉ាងណាក៏សាលានៅតែបន្តសកម្មភាពឲ្យសកម្មភាពរបស់យើងគឺនៅថិតថេរហើយបន្តទៅដល់សហគមន៍ឬកូនចៅចំនួនក្រោយបានឃើញបានអនុវត្តបន្តទៀតហើយក៏សូមជូនពរដល់គម្រោងគឺបន្តពង្រីកបន្ថែមទៀតបាទសូមអរគុណ